បាទសូមគោរពជំរាបសួរសូមស្វាគមន៍កាន់ Channel ទុកងថ្នមស្នេហ៍បាទថ្ងៃនេះបានមកដល់រោងជ័យវត្តស្លែងហើយក៏មានឱកាសសូម review នៅទូកមួយរោងតែម្ដងបាទមួយរោងជ័យនៅជំរំវត្តស្លែងបាទសម្រាប់ពុកម៉ែដែលបងប្អូនដែលមិនទាន់បាន Subscribe Channel ទូកងថ្នមស្នេហ៍សូមជួយ Subscribe អ្នកមួយផងបាទហើយពុកម៉ែបងប្អូនដែលបាន Subscribe ហើយសូមជួយចែករំលែកផងដើម្បីអភិរក្សក៏ដូចជាផ្សព្វផ្សាយនៅប្រពៃណីវប្បធម៌ទូកងដ៏ល្អផូរផង់របស់កម្ពុជាយើងបាទសូមជឿថាការប្រណាំងទូកងនេះគឺកើតចេញពីការកងទ័ពជើងទឹកបាទរបស់កម្ពុជានៅសម័យអង្គរនៅក្នុងចម្បាំងរវាងខ្មែរនិងចាមខ្មែរជាមួយនឹងសៀមគឺយើងមានឆ្លាក់នៅក្នុងចម្លាក់នៃប្រាង្គប្រាសាទនៃប្រាសាទអង្គរវត្តបង្ហាញពីវីរភាពពីភាពខ្លាំងនៃកងទ័ពជើងទឹកនៅសម័យបុរាណបាទអញ្ចឹងគឺបានកើតជាប្រពៃណីនៃការអុំទូកនឹងកាត់ឡើងបាទហើយនេះគឺជាផ្នែកកំសៃនៃទូកទាំង3បាទមានភាពស្រស់ស្អាតខ្លាំងហើយនេះគឺជាខ្មែរក្រោមតេជោសាជ័យបាទរីវីវទូកនៅវត្តស្លែងចំនួន1រោងបញ្ចូលគ្នាតែម្ដងបាទខ្មែរក្រោមតេជោសាជ័យហើយនេះគឺខាតអន្តរជាតិកោះហូហើយមួយគ្រឿងនេះគឺជាអំណោយសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រណិឌិតប៊ុនរនីហ៊ុនសែនជូនបងប្អូនកម្ពុជាក្រោមបាទនឹងថតកម្ពុជាក្រោមហើយយើងនឹងបន្តទៅគង្គាពិសីចម្ប៉ាពិសីវិញបាទនេះមួយរោងនេះគឺមានទូកចំនួន7-8ទូកបាទ7-8ទូកបាទហើយនេះមួយគ្រឿងទៀតបាទយើងនឹងបន្តទៅគង្គាពិសីចម្ប៉ាពិសីផ្នែកខាងមុខវិញម្ដងបាទសូមអរគុណបាទឥឡូវយើងបន្តមកគង្គាពិសីចម្ប៉ាពិសីថ្មីហើយនោះគឺចម្ប៉ាពិសីចាស់ទុកចាស់ទេបាទហើយទុកទាំងពីរទាំងចម្ប៉ាទាំងពងពាគឺក៏តែសួរគណៈកម្មការបានដឹងបើអត់សួរទេអត់ដឹងថាទូកមួយណាជាទូកគង្គាពិសីមួយណាជាចម្ប៉ាពិសីទេដោយសារតែដូចគ្នាក្នុងពេកបាទនេះមួយរោងនេះគឺមានចំនួនដល់ទៅ8ទូកបាទមាន8ទូកអូបាទសូមអធិស្ឋានភ្លេច review ទូកពិសេសមួយគ្រឿងទៀតនៅទន្ទឹមនឹងថ្នាក់អន្តរជាតិ22នេះមានទូកមួយបាទនេះ8គ្រឿងនឹងទឹកនោះបាទស្អាត
8 គ្រឿងនឹងទុកនឹងបាទដែលខ្ញុំថា8ហ្នឹងគឺ8នឹងទូចហ្នឹងឯងវ៉ាវស្អាតរបស់គេមែនបាទសូមអរគុណសូមគោរពជម្រាបលាបាទខុសត្រូវលើសលួសចំណុចត្រង់ណាក៏សូមខន្តីអភ័យទោសបាទ